ងទ័ពភូមិន្ទថៃកំពុងពិចារណាផែនការមួយចំនួនដើម្បីដណ្ដើមយកប្រាសាទខ្នាក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជាប្រសិនបើពួកគេរកឃើញថាស្ថិតនៅលើទឹកដីថៃនេះបើយោងទៅតាមការប្រកាសរបស់ទីប្រឹក្សាកងទ័ពភូមិភាគ2លោកប៊ុនស៊ិនផាតខ្លាំងចេញផ្សាយដោយកាសែត The Nation លោកប៊ុនស៊ិនបាននិយាយប្រាប់អ្នកកាសែតថៃនៅថ្ងៃទី11ខែតុលាឆ្នាំ2025ថាលោកវីរ៉ាយុទ្ធរ៉ាក់ស៊ីលមេបញ្ជាការភូមិភាគទី2កំពុងដឹកនាំក្រុមការងារដើម្បីសិក្សានិងកំណត់កម្មសិទ្ធិលើប្រាសាទខ្នាហើយប្រសិនបើពួកគេរកឃើញថានេះគឺជាប្រាសាទរបស់ថៃពួកគេនឹងដណ្ដើមយកប្រាសាទនេះទៅកាន់កាប់ទៅតាមពិធីសារអន្តរជាតិឧត្តមសេនីយ៍ទៅចូលនិវត្តន៍ពីមេទ័ពរូបនេះនិយាយដោយទំនុកចិត្តថាការទាមទារយកប្រាសាទនេះមកគ្រប់គ្រងមិនពិបាកសោះឡើយបើធៀបទៅនឹងការប្រយុទ្ធកាលពីខែកក្កដាឆ្នាំ2025លោកបន្ថែមថាទ័ពថៃនឹងធ្វើការសម្រេចចិត្តពីផែនការបន្ទាប់ដែលត្រូវអនុវត្តនាពេលឆាប់ៗក៏ប៉ុន្តែគេមិនដឹងថាថៃយកអ្វីទៅផ្ទៀងផ្ទាត់ហើយផ្ទៀងផ្ទាត់ជាមួយភាគីណាខ្លះដែលបញ្ជាក់ថាប្រាសាទខ្នាជារបស់ថៃនោះទេដោយឡែកចំពោះកម្ពុជាវិញមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថាប្រាសាទខ្នាគឺជាប្រាសាទខ្មែរនៅក្នុងទឹកដីខ្មែរកសាងឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី4កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី4នាសតវត្សទី10ប្រាសាទខ្នាស្ថិតនៅចម្ងាយប្រមាណជា10គីឡូម៉ែត្រពីប្រាសាទតាក្របីដែលថៃនៅតែចិញ្ចឹមចិត្តដណ្ដើមយកដែរយោងតាមមន្ទីរទេសចរខេត្តឧត្តរមានជ័យមានប្រជាជនខ្មែរតិចតួចនៅឡើយដែលបានទៅទស្សនាប្រាសាទខ្នាខ្ញុំរស់សុធាពី News Today NTTVសាកលវិទ្យាល័យឯកទេសនៅកម្ពុជា CUS មានឱកាសទៅសិក្សាបន្តជាមួយសាកលវិទ្យាល័យដៃគូបរទេសសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់និងបទពិសោធន៍ជាច្រើនឆ្នាំមានសម្ភារៈសិក្សាទំនើបមានដៃគូក្នុងស្រុកនិងក្រៅស្រុកជាជាង500ក្រុមហ៊ុន